ដែលអត់ទាន់ការច្នៃបានថាបើសិនយើងឃើញយើងអត់មានតម្លៃទេតែភាសាយើងរើសយកមកហើយយើងបង្កើតទៅជាគំនិតដែលប្លែកបាទឲ្យវាពាក់ព័ន្ធសិល្បៈខ្មែរហ្នឹងយើងមើលយើងឃើញធម្មតាតែពេលចាប់ដើមការច្នៃហើយគឺរបស់ហ្នឹងនឹងមានតម្លៃផ្សេងមួយទៀតជាលក្ខណៈសិល្បៈបាទខ្ញុំឈ្មោះអុកចំពិចិត្រជាសិល្បករសាសសម័យពាក់ព័ន្ធនឹងគ្រឿងដែកហើយថ្មឈើហើយនឹងគំនូរបាទការច្នៃរូបចម្លាក់ពីដែកហ្នឹងវាមានលក្ខណៈពិសេសផងថាដែកវាធ្វើឲ្យការងារចម្លាក់របស់យើងហ្នឹងវាអាចថិតថេរបានយូរស្រួលមិចជាមួយការងារផ្សេងស្រួលវាកណិតគ្នាបាទកណិតគ្នាបានថាយើងចង់មិចមួយឈើក៏បានមិចមួយជ័រមួយដែកមួយផ្សេងអញ្ចឹងវាងាយស្រួលបាទនិយាយទៅយើងផ្ដោតទៅលើការថិតថេរបានយូរបាទពួកខ្ញុំធ្វើការងារហ្នឹងគឺពាក់ព័ន្ធនឹងការងារយកទៅតាំងបង្ហាញមួយក៏ដាក់តាមសន្តាគារបាទមួយក៏តាមកន្លែងគេហដ្ឋានមួយក៏តាមទីសាធារណៈដែលគាត់ស្រឡាញ់ក្នុងការងារនៅលើមាតរិយាដែកនេះព្រោះយើងធ្វើការងារពាក់ព័ន្ធដែកវាមានតាំងពីគេហៅ cycle ទូទៅដូចជាមានគ្រឿងម៉ូតូគ្រឿងផ្សេងពាក់ព័ន្ធឲ្យតែយើងអាចផ្សារបានគឺយើងយកមកកែច្នៃអញ្ចឹងពេលរបស់កែច្នៃវាមានតម្លៃផ្សេងមួយទៀតនៃដែកពេលយើងចាប់ដើមកែច្នៃទៅវាចេញជាផលិតផលហើយយើងអាចយកទៅប្រើប្រាស់បានតាមទីតាំងមួយកន្លែងណាជាអាចថាគេចាប់អារម្មណ៍ក្នុងការឆ្លាញ់ជាមិត្តរៀលដែកបាទដែកដែលអត់ទាន់ការច្នៃបានថាដែកដែលបើសិនយើងឃើញយើងអត់មានតម្លៃទេតែភាសាយើងរើសយកមកហើយមកក៏យើងជាវយកមកហើយយើងបង្កើតទៅជាគំនិតដែលប្លែកដើម្បីមានការតាក់ទាញបាទឲ្យវាពាក់ព័ន្ធសិល្បៈខ្មែរនឹងទៅខាងបណ្ដាប្រទេសផ្សេងៗគេចាប់អារម្មណ៍ក្នុងការជាវអញ្ចឹងធ្វើដែកហ្នឹងមានតម្លៃយើងមើលយើងឃើញធម្មតាតែពេលចាប់ដើមការច្នៃហើយគឺរបស់ហ្នឹងនឹងមានតម្លៃផ្សេងមួយទៀតជាលក្ខណៈសិល្បៈបាទសម្រាប់រូបដែកដែលខ្ញុំបានធ្វើតាំងពីដើមមករហូតដល់ថ្ងៃនេះគឺមានជាលក្ខណៈប្រភេទតាមធម្មជាតិហើយនឹងសត្វហើយនឹងមនុស្សហើយនឹងរូបរាងចង់និយាយថាជាលក្ខណៈសាសម័យផ្សេងដែលមើលអត់យល់ដំបូងគឺយើងធ្វើការងារនៅបាត់ដំបងបាទជារូបសំណាក់គេហៅ Naga សន្តិភាពធ្វើនៅសួនបាត់ដំបងពាក់ព័ន្ធនឹងកំភ្លើងយើងធ្វើអស់ជាង 9000 ដើមហើយរយៈពេល 9 ខែហើយគ្នា4នាក់បាទបន្ទាប់មកយើងចាប់ដើមធ្វើការងារសត្វនៅវត្តភ្នំហើយនឹងការងារដែកតាមលក្ខណៈសិល្បករផ្សេងមានលក្ខណៈធម្មជាតិសត្វមួយក៏មនុស្សមួយក៏អីចឹងបាទហើយនឹងរូបខ្លះយើងលក់ទៅដល់ក្រៅប្រទេសទៅដល់អាមេរិកដល់អីទៀតបាទគេទិញយកទៅដាក់សារមន្ទីរអីបាទនៅ Michigan បាទការងារដែលខ្ញុំឆ្លាញ់ហ្នឹងពេញចិត្តជាងគេគឺរូបអប្សរាកាច់ភ្លើង